បាទបងប្អូនទាំងគ្នានេះហើយគឺនៅតាមខ្សែក្រវ៉ាត់ទី2របស់លោកគ្រូតាម៉ាសេរីបងប្អូនណាវគ្គពាក់កណ្ដាប់ផ្លេចព្រាត់បាទកំពុងតែស្វិតស្វាញខ្លាំងមែនទែនបងប្អូនហើយបងប្អូនចាំមើលតើត្រូវកន្លែងណាមកគោជើងនេះទើបបានលោកអាញាកណ្ដាចាប់បញ្ជូនទៅឲ្យគ្រូពេទ្យជួយពិនិត្យមើលបងប្អូនណាបាទឥឡូវក៏បងរងចាំយូរចាំមើលយើងទៅតាមណាទស្សនាវីដេអូពេញដល់គ្នាចាំមើលតើមកគោជើងនេះត្រូវចំកន្លែងណាបងប្អូនណាជាមួយនឹងស៊ីតាអ្នកស្រីសពតបាទបងស្រីលោកចូលមកដៃនេះវារៀបស្តារចៃជាងតិចរៀបទៀតតិចបាទហើយស៊ីតាក៏រៀបចាប់ផងជាងតិចតែយ៉ាងណាដាវីតក៏ជាបែកភាពម្ចាស់ពីដែរព្រោះតម្លៃដល់ពេលនេះអញ្ចឹងគាត់ម្ចាស់ពីគឺអ្នកខ្លះហើយបាទដល់វាបានខ្សែក្បាច់ជាបន្តទៀតបាទគាត់ជួយក្រោយមួយឆ្លចូលមកដៃអាចចូលពីដៃទៅរបស់ដាវីតស៊ីតាឯចាបងនេះបងនេះទៅជួយរឿងមួយសិនពីដៃទៅខែមកដៃស្ដាប់ខាងលើទៀតរបស់ស្ដាយទៅស្ដាប់បាទយ៉ាងបានទឹកទៅជួយក្រោយជួយស៊ីតាអត់ទៅទេដៃបងបាទចូលនេះបាទស៊ីតាសំសំបន្តនេះម្ចាស់ទឹកទៅធំជាតិនេះម្ចាស់ដូចគ្នាបាទគឺថាម្ចាស់ទឹកម្ចាស់គូតើគេក៏ហាត់ជើងកាត់ដៃដាក់សាច់ចិត្តគាត់ទីគាត់ជើងក្រោយមួយចូលមកពីដៃចាប់ព្រៀងចូលចាប់ព្រៀងអត់ចាប់ព្រៀងមួយពីនេះអីយ៉ាបាទអូយើងទៅដល់ជឿហើយដល់តែកាប់មួយជួយសរុបពីអូទៅដល់ប្រាក់មានមានដៃមានដៃបាយចឹងហ្នឹងទីណាបាយគួរបាយបាយវាអោណៃអូដល់អូទៅចាំបានជួយណាបងបាទសូមបាទជួបអរតែស្អាតហើយបាទលើចិញ្ចាក់ចិញ្ចឹមធ្វើឲ្យឈៀតូនកាត់លើថាអូយធំធំចិត្តក៏ឲ្យប៉ះពាល់ដល់បញ្ហាសុខភាពរបស់เราជាពិសេសគឺការព្រួយដែលដល់បានតាមពីសិស្សបច្ចុប្បន្នដែលក៏វ៉ាស៊ីណាក្នុងទឹកแล้วก็ពូក្រហមពីទេវីដូច្នេះពីដេវីតត្រូវរកចាំប្រគួតពីដងដើម្បីដណ្ដើមទាំងខ្សែក្រវ៉ាត់ទាំងប្រាក់លានបាទទាំងឱកាសក្នុងការប្រកួតចេញទៅក្រៅប្រទេស